សួស្តីអ្នកគ្នាថ្ងៃនេះផងដែរខ្ញុំនឹងមកនិយាយអំពី Groot ជាមួយនឹង Node.js ដោយដំបូងខ្ញុំមាន folder រួចហើយខ្ញុំក៏បានធ្វើការបើក folder ហ្នឹងជាមួយនឹង VS Code ហើយនេះជា VS Code របស់ខ្ញុំដែលក្នុងនោះវាមានកូដស្រាប់ហើយខ្ញុំក៏មាន folder ក៏ដូចជា file ក្នុងនោះផងដែរមានជា server.js និង database ដើម្បី connect ទៅជាមួយ database ហើយមុននឹងយើងធ្វើវាយើងត្រូវការទៅឡើង package.json ដោយយើងវាយ comment npm init.y ដើម្បីទៅឡើង package.json ហ្នឹងឥឡូវយើងកំពុងទៅឡើងហើយយើងទៅឡើងបានរួចហើយនេះជា file package.json របស់យើងពេលយើងឃើញចឹងមានថាវាទៅឡើងបានរួចហើយបន្ទាប់មកទៀតយើងត្រូវការទៅឡើង extension មួយចំនួនផងដែរដូចជា Express MySQL ហើយនិង NodeMon ឥឡូវយើងវាយ comment ទៅnpm MySQL Express ហើយនិង NodeMon អានេះដោយសារតែខ្ញុំភ្លេចដាក់ e អញ្ចឹងយើងវាយសាមី វា error e ហ្នឹងមានមកពីពាក្យពេញថា install អញ្ចឹងយើង enter វាមួយសារទៀតទៅនេះវាកំពុងតែ download ហើយនេះពេលយើង download បានវានឹង load មកចេះយើងនឹងឃើញ MySQL Express ហើយនិង NodeMon នៅក្នុងនោះផងដែរហើយកន្លែងនេះខ្ញុំសូមកែបន្តិចដាក់ NodeMon ដូចពី Node ហ្នឹងទៅដាក់ NodeMon ឥឡូវយើងមកចូល file server.js របស់យើងម្ដងដោយយើងត្រូវ require express យកមកប្រើហើយបន្ទាប់មកទៀតយើងត្រូវការ save port ដែលយើងឲ្យវាដើរថាយើងចង់ដើរ run port ប៉ុន្មានចំពោះខ្ញុំចង់ run port 3000ឥឡូវនេះបន្ទាប់ធ្វើបានប៉ុណ្្នឹងហើយខ្ញុំចង់សាកតេស្តវានៅលើ browser សាកមើលសិនអញ្ចឹងយើងចូលទៅកាន់ browser របស់យើងទៅមកទៀតយើងវាយពាក្យថា localhost 3000ហើយវាអត់ទាន់ចេញអីទេដោយសារយើងអត់ទាន់បាន start អញ្ចឹងយើងចុច npm start អញ្ចឹង browser server យើងនឹងដើរទៅពី server យើងដើរហើយយើងចូលទៅមើលទៀតយើង refresh ទៅឃើញវាចូលហើយប៉ុន្តែវាអត់ទាន់មានអីក្នុងហ្នឹងទេដោយសារយើងអត់ទាន់បាន save code អីហើយដូច្នេះហើយឥឡូវយើងចូលទៅកាន់ចូល code របស់យើងវិញដើម្បី save code ថែមទៀតហើយខ្ញុំចង់បើកអានេះដើម្បីឲ្យវាកូដរបស់យើងវាប្រើ JSON វាមានរបៀបរៀបរយហើយនេះជាកូដយើងសរសេរដើម្បីសរសេរអីទៅក្នុង browser ដោយយើងប្រើ app ចុច get ហើយ slash នេះជា link URL ហើយមាន require និង response ហើយដើម្បី print វាខ្ញុំប្រើពាក្យ response.send ហើយខ្ញុំដាក់ពាក្យថា welcome កន្លែងពាក្យ welcome ហ្នឹងយើងចង់ដូរដាក់អីផ្សេងក៏បានដែរដូចជាឥឡូវហ្នឹងខ្ញុំចង់ដាក់ពាក្យ hello ខ្ញុំវាយទៅ hello ហើយឥឡូវយើងសាកបើកមើល browser របស់យើងសាកមើល refresh វាម្ដងទៀតទៅវានឹងចេញពាក្យ hello ពាក្យដែលយើងវាយមុនហ្នឹងឥឡូវយើងធ្វើការចូលមកកាន់កូដរបស់យើងវិញដោយឥឡូវនេះខ្ញុំចង់connect វាមួយ database អញ្ចឹងខ្ញុំចូលទៅកាន់ file database នេះខ្ញុំបិទវាសិនដើម្បីស្រួលមើលហើយដំបូងយើង require MySQL យកមកប្រើដោយកន្លែង create pool នេះវា database របស់យើងមាន function ច្រើនប៉ុន្តែពេលនេះខ្ញុំសូមប្រើ create pool ហើយឥឡូវយើងចាប់ផ្ដើម connect មួយ database ទៅយើងតាម variable មួយឈ្មោះ database ហើយ create pool ហ្នឹងបន្ទាប់មកទៀតយើង connect មួយ database ដោយប្រើ host ឈ្មោះថា localhost ហើយ user របស់ខ្ញុំក្នុង database ឈ្មោះ route ហើយ password វិញអត់មានទេចំពោះ database name វិញយើងប្រើ database របស់យើងឥឡូវខ្ញុំចូលទៅមើល browser database របស់ខ្ញុំសិនដោយខ្ញុំចូលទៅ MySQL admin នេះចេញទេដោយសារខ្ញុំអត់ទាន់បានបើកសាមអញ្ចឹងយើងធ្វើការបើកសាមទៅយើង start សាមរបស់យើងទៅហើយចាំយើងចូលទៅបានវាចេញឥឡូវយើង start រត់ហើយយើងចូលទៅមើលសាមីយើងឃើញ PHP my admin នៅហ្នឹងខ្ញុំសូមធ្វើការបើក browser ថ្មីនេះខ្ញុំចង់ប្រើ database មួយនេះឈ្មោះថា Groot អញ្ចឹងខ្ញុំ copy ទៅយកទៅ paste នៅកន្លែង database name ហ្នឹងឥឡូវនេះខ្ញុំបានប្រើ database ឈ្មោះ Groot ហើយនេះ connect limit យើងចង់ដាក់ប៉ុន្មានក៏បានដែរហើយបន្ទាប់ពីយើងធ្វើហើយយើង export វាហើយយើងចូលទៅកាន់ file របស់យើងវិញយើង require វាយកប្រើដូចគ្នា
យើងឃើញវា error ក្រហមហ្នឹងដោយសារតែឈ្មោះ db.js ហ្នឹងវាជាន់ជាមួយ variable របស់ខ្ញុំដាក់ឈ្មោះ db ហ្នឹងអញ្ចឹងខ្ញុំធ្វើការកែ file របស់ខ្ញុំទៅជាឈ្មោះ database.js វិញតទៅពីខ្ញុំឆេះរួចហើយវានឹង load កែដូចគ្នាដាក់ដូចជា database វិញហើយបានហើយអញ្ចឹងនេះខ្ញុំធ្វើការបើកកូដ2ថែមទៀតដោយសារតែកូដនេះវាសំខាន់ផងដែរដោយសារយើងធ្វើការទុក require ឬក៏ដូចជា error ហើយមួយទៀតឥឡូវយើងមកកាន់ទៅទាញយកទិន្នន័យពី table ក្នុង database យកមកប្រើឡើយទៅបងខ្ញុំបង្ហាញ permission ដែលមាន app.get ហើយកន្លែងនេះ URL ខ្ញុំអត់ចង់ប្រើ slash ហ្នឹងទេខ្ញុំចង់ប្រើ URL ផ្សេងខ្ញុំដាក់ /user ហើយនេះផងដែរវាកន្លែងហៅ query ក្នុង database យកមកប្រើតែកន្លែង SQL ហ្នឹងយើង say query ប៉ុន្តែវាវែងពេកយើងតាំង variable មួយដើម្បី store វានេះខ្ញុំចង់ save វាហើយដាក់ក្នុងហើយកន្លែងនេះមាន error ហើយនឹង restart ហើយកន្លែងនេះវិញបើវា error វាចូលកន្លែងនេះបើវា error ទេវាចូលកន្លែងនេះហើយចំពោះtable ខ្ញុំចង់ប្រើវិញខ្ញុំចូលទៅកាន់ database របស់ខ្ញុំសាមីខ្ញុំយក table user នេះដែលនៅក្នុង database របស់ខ្ញុំហ្នឹងដោយវាមានទិន្នន័យប៉ុណ្ណឹងអញ្ចឹងខ្ញុំ copy វាទៅយកទៅដាក់ជំនួសកន្លែងនេះឈ្មោះ table ខ្ញុំផាសវាទៅខ្ញុំចង់ select ទិន្នន័យពី table ហ្នឹងទាំងអស់តរួចហើយខ្ញុំទៅ run មើលសាមីខ្ញុំដោយ /user ដែលយើងដាក់មិញហ្នឹង enter ទៅនេះជាទិន្នន័យដែលបានមកពី database របស់យើងវាដូចគ្នាវាបិទដោយវាជា JSON ហើយបន្តមកទៀតខ្ញុំចង់សាក់វានៅលើ Thunder client វិញដែលវាអាច share link ដូចនៅក្នុង browser របស់យើងដែរដោយខ្ញុំចុចវាទៅហើយខ្ញុំធ្វើការជំនួស link ដែលយើង copy នៅ browser មួយហ្នឹងដាក់ទៅហើយយើងប្រើ method វាមានច្រើនមាន get មាន post មាន post ដូចជា delete អីផ្សេងហ្នឹងជាអាចប្រើបានហើយក៏មាន function method ផ្សេងផងដែរឥឡូវហ្នឹងខ្ញុំប្រើ get អញ្ចឹងខ្ញុំចុច send ទៅឃើញអត់ទិន្នន័យវាដូចទៅក្នុង browser យើងដែរឥឡូវយើងចូលមក file របស់យើងវិញយើងចង់ធ្វើការចាប់ទិន្នន័យតាម ID ម្ដងមុនហ្នឹងយើងចាប់ទាំងអស់ឥឡូវយើងចាប់ទៅតាមរយៈ ID របស់វាទេនេះកូដដែលខ្ញុំធ្វើតាមរយៈ ID ហ្នឹងហើយយើងត្រូវការដាក់ពាក្យចុច ID នៅក្រោយ URL របស់យើងហើយក៏វាមានពាក្យ request param នេះខ្ញុំប្រើតាមរយៈ param អញ្ចឹងខ្ញុំត្រូវ request វាដែរកន្លែងនេះពាក្យថា ID ចឹងក៏តើយើងត្រូវដាក់ ID ដូចគ្នាហើយអានេះខុសពីខាងលើបន្តិចដោយសារតែវាមាន where ID ស្មើប៉ុន្មានអញ្ចឹងវាអត់ដូចខាងលើវា select all អានេះខ្ញុំសុំដូរ table ដោយសារខ្ញុំប្រើ user ហើយវាផ្នែកក្នុងនេះដែរវាមានពាក្យ ID ដោយសារខាងលើវាអត់មានទេហើយអានេះនៅដដែលទេឥឡូវយើងចូលទៅមើល result របស់យើងទៅយើងមើល user របស់យើងនេះ user របស់យើងទាំងអស់ឥឡូវយើងចង់ចាប់យក specific ID ណាមួយអញ្ចឹងយើងមើលខ្ញុំចង់ចាប់អានេះអញ្ចឹងខ្ញុំយក ID វាស្មើ3អញ្ចឹងយើងដាក់ content slash ហើយដាក់3អញ្ចឹងយើងចុច send មើលទៅវា error អញ្ចឹងមានន័យថាវាមានបញ្ហាជាមួយកូដរបស់យើងអញ្ចឹងយើងទៅមើលកូដរបស់យើងសាមីថាវា error ត្រង់ណាឃើញហើយ slash របស់យើងនេះដាក់ stock ហើយមិញដាក់ user អញ្ចឹងវាដើរទេអញ្ចឹងខ្ញុំដូរកន្លែងដាក់ user វិញហើយយើងទៅ run ម្ដងទៀតនេះវាដើរហើយយើងឃើញ user របស់យើងតែមួយទេតាមរយៈ ID របស់យើងហ្នឹងតែថាយើងចាប់តែមួយអញ្ចឹងវាបានតែមួយឥឡូវបន្តហើយខ្ញុំចង់ធ្វើការបញ្ចូលទិន្នន័យទៅក្នុង database របស់យើងម្ដងចូលទៅក្នុង table នេះកូដរបស់ខ្ញុំហើយលើកនេះផងដែរចំពោះ method ដែលយើងប្រើក៏ខុសគ្នាដែរដោយខាងលើយើងប្រើ method get ហើយខាងក្រោមយើងប្រើ method post ដោយសារតែ get ដើម្បីចាប់ទិន្នន័យប៉ុន្តែ post វិញយើងប្រើដើម្បីបញ្ចូលទិន្នន័យទៅកាន់ database របស់យើងហើយកន្លែងនេះខ្ញុំសុំដូរទៅដាក់ user ដោយសារខ្ញុំដូរហើយខ្ញុំកែដាក់ user ទៅហើយចំពោះនេះក៏ខ្ញុំចង់កែដាក់ user ដែរអញ្ចឹងខ្ញុំ change វាដាក់ពាក្យថា user ហើយចំពោះ
កន្លែងនេះក៏ដូចគ្នាកន្លែង slot ទាំងអស់ខ្ញុំចង់ដូរពី user ឥឡូវខ្ញុំធ្វើការឆេងម្ដងទាំងអស់ទៅនេះខ្ញុំឆេងម្ដងទាំងអស់ដាក់ពាក្យថា user ហើយនេះខ្ញុំលុប s ចេញដោយសារខ្ញុំអត់ចង់ដាក់ s ទេហើយអានេះក៏ដូចគ្នាខ្ញុំចង់ដាក់ពាក្យថា user object វិញដោយសារខ្ញុំចាប់ទិន្នន័យលើកហ្នឹងខ្ញុំបញ្ចូលជា user ហើយចំពោះ query របស់វាវិញយើង save បែបនេះក្នុងការបញ្ចូលទិន្នន័យទៅកាន់ table របស់យើងប៉ុន្តែទិន្នន័យ name price អីខុសគ្នាចឹងខ្ញុំចូលទៅមើល database របស់ខ្ញុំវិញខ្ញុំចង់ចាប់ថាអីដែលខ្ញុំចង់បញ្ចូលទិន្នន័យទៅកាន់ឥឡូវយើងមើលថាអីយើងត្រូវការបញ្ចូលខ្លះមើល structure វាទៅស្រួលយើងត្រូវការបញ្ចូល ID វា auto ហើយអត់បាច់ទេចឹងយើងត្រូវការបញ្ចូលផ្សេងដូចជា first name last name និង age ចឹងយើងចូលទៅ file របស់យើងវិញយើងឆេងកន្លែង name ហ្នឹងទៅដាក់ first name ហើយ last name ហើយនឹងមួយចុងក្រោយទៀតគឺ age យើងលុប quality នេះទៅហើយយើងដាក់ពាក្យថា age ហើយ value ចង់បញ្ចូលអីក៏បានដែរតមកទៀតយើងអានេះទិន្នន័យខ្ញុំបិទប៉ុណ្នេះសិនខ្ញុំគាត់តែចង់តេស្តឥឡូវហ្នឹងឲ្យអ្នកនរគ្នាមើលសិនទេនេះហើយបន្តមកទៀតខ្ញុំធ្វើការ run ឲ្យអ្នកនរគ្នាមើលសាក់មើលហើយខ្ញុំប្រើមិញហ្នឹងប្រើ method post អញ្ចឹង insert ទិន្នន័យយើងសាក់ insert ទៅវាដែរទេដោយសារយើងអត់បានបញ្ចូលអីនៅក្នុង body ហើយចឹងយើងថាយើងសាកធ្វើការបញ្ចូលទៅដូចជា first name យើងចង់ឲ្យតម្លៃវាស្មើអីយើងដាក់ទៅនេះខ្ញុំសូមដាក់ជា double quote វិញសារ quote single quote វាអត់ដែរចឹងខ្ញុំលើដាក់ double quote វិញហើយនេះ value របស់វាខ្ញុំចង់ដាក់ឈ្មោះខ្ញុំពេចបន្តមកទៀតខ្ញុំធ្វើការបញ្ចូលទិន្នន័យផ្សេងទៀតដូចជា last name ម្ដង say last name តមកទៀតខ្ញុំដាក់ value របស់វាម្ដងដាក់មកដាក់ last name របស់យើងមកបន្ទាប់ពីដាក់ហើយចុងក្រោយយើងបញ្ចូល age អញ្ចឹងខ្ញុំដាក់ age ហើយសារតែវាជា integer អញ្ចឹងខ្ញុំបញ្ចូលជាលេខធម្មតាត្រូវការ double quote ទេហើយដល់ចូលទៅនេះបានហើយខ្ញុំចុច send ដោយសារនេះខ្ញុំភ្លេចចុច consent ចុច consent សិនខ្ញុំចុច send សាមីនេះយើងឃើញហើយក្នុង console log របស់យើងដែលយើង console log វាចេញមកហើយចូលទៅ file របស់យើងវិញយើងចូលទៅ file របស់យើងវិញយើងបើកដើម្បីធ្វើការបញ្ចូលទិន្នន័យវិញម្ដងឥឡូវខ្ញុំបើកក៏យើងបិទមុនហ្នឹងទៅកន្លែងនេះក៏ដូចគ្នាហើយកន្លែងនេះផងដែរគឺជាកូដដែលយើងបានមកពី body ដែលយើង request នេះដែល body នេះវានៅនេះ body ហើយចំពោះនេះវាចាប់ variable ហ្នឹងហើយកន្លែងនេះខ្ញុំសុំដូរតិចដោយសារខ្ញុំអត់តបានដូរទេអញ្ចឹងខ្ញុំដូរវាទៅដាក់ first name ហើយអានេះ last name វាដូរដូចអីដែលយើងចង់បញ្ចូលនឹងហើយចុងក្រោយដាក់ age បន្ទាប់ពីយើង save ហើយយើងមើលទៀតកន្លែងនេះខ្ញុំអត់បានដូរដែរអញ្ចឹងខ្ញុំដូរដាក់ user object ហើយនេះវាដូចគ្នាដោយសារយើងត្រូវការដាក់កន្លែងហ្នឹងហើយវា copy ឲ្យលើដោយសារលើ ID អានេះជា user object ហើយនេះតើធ្វើតែ error មួយទេបើសិនជាវា error វាចូល error ហ្នឹងប៉ុន្តែបើសិនជាវា success វាចូល message insert successfully អញ្ចឹងយើងសាកទៅ run មើលទាំងអស់គ្នាទៅចូលថតដល់ client ហ្នឹងសាក run មើលសិនហើយមើលទៅយើងឃើញថាវាអត់ដែរទេវាចូល error អញ្ចឹងប្រកាសជាកូដរបស់យើងមានអីខុសអញ្ចឹងខ្ញុំសូមបិទវាសិនហើយចូលទៅមើលកូដរបស់យើងម្ដងទៀតឥឡូវខ្ញុំចូលកូដរបស់យើងហើយនេះនេះយើងមើលកន្លែងខុសកន្លែងនេះខុសទេអញ្ចឹងយើងមើលកន្លែងផ្សេងសិនទៅមើលនេះដូចជាពាក្យ user ខ្ញុំអត់បានដាក់ s ទេអញ្ចឹងខ្ញុំថែម s ឲ្យវាទៅភាសាក្នុង table របស់ខ្ញុំប្រើ user មាន s តមកទៀតយើង run ម្ដងទៀតទៅ
វាពាក្យថា insert successfully អញ្ចឹងពាក្យយើង insert ទៅនៅចូលបានហើយនេះយើងរើមើលទៅនេះជា user ដែលយើងទើប insert ចូលថ្មីតែប៉ុន្តែវាមានតែ4ទេដល់ពេលយើង insert ចូលមួយទៅវាឡើង5បន្ទាប់ពីបានទៅហើយឥឡូវយើងមកធ្វើការ update វិញ update ទិន្នន័យវិញពួក update ទិន្នន័យហ្នឹងវាយើងធ្វើការ update តាមរយៈ ID អញ្ចឹងយើងត្រូវចាប់វាតាមរយៈ ID ដូចគ្នាហើយចំពោះ query វិញនេះជា query ដើម្បី update ទិន្នន័យដល់យើងត្រូវការ update អីយើងដាក់នៅនេះគ្នានេះត្រូវការ change ដូចជា first name កន្លែង price ដូចជា last name ហើយនឹងកន្លែង quality ខ្ញុំដាក់ x វិញដោយសារ table ខ្ញុំឥឡូវហ្នឹងទិន្នន័យដែលខ្ញុំចង់ change វាមានប៉ុណ្ណឹងហើយចំពោះ ID វាយើងត្រូវចាប់តាមរយៈ specific ID ហើយ ID ហ្នឹងយើងអត់ត្រូវ change ទេដោយសារវាទៅ auto increment វាកើន auto ខ្លួនវាហើយនេះខ្ញុំ change ដែរខ្ញុំដាក់ដូចឲ្យលើដែរប្រើ user object ហើយកន្លែងនេះដូចគ្នាអានេះយើងប្រើ ID អញ្ចឹងយើងត្រូវដាក់ ID ក្នុងហ្នឹងអានេះខ្ញុំបិទវាសិនទៅវាអត់សូវចាំបាច់ទេអញ្ចឹងខ្ញុំលុបវាចោលហ្មងហើយនេះជា code query របស់យើងបើយើង success វាចេញ update successfully ហើយយើង method ក៏យើងប្រើខុសគ្នាដែរយើងប្រើ put អញ្ចឹងឥឡូវយើងសាក run សាកមើលយើងចង់កែតាម ID មួយណាយើងសាកយកមកយើងសាកចាប់តាម ID ឥឡូវខ្ញុំចង់យកមួយនេះចាស់អញ្ចឹងខ្ញុំដាក់ ID របស់វាមកនឹងហើយយើងប្រើ method ខ្ញុំមើលសិននេះវាជា ID របស់វាឥឡូវខ្ញុំប្រើ method put ដើម្បី update វានេះ body ដែរអញ្ចឹងយើងឃើញដែរហើយឥឡូវនេះខ្ញុំចង់ដូរ age របស់ Lily ហ្នឹងទៅជា20វិញហើយកន្លែងឡានេះកន្លែង Marjorie ហើយខ្ញុំដាក់ឡាវិញហើយកន្លែងឈ្មោះដូចគ្នាខ្ញុំអត់បានកែទេខ្ញុំដាក់ Lily ទៅដែរចុច send ទៅវាឃើញ update successfully អញ្ចឹងយើងសាកមើលវា update ជោគជ័យហើយវាចេញមិនវាចេញ string ទេអញ្ចឹងយើងទៅមើលបញ្ហាថាវាមានអីកើតឡើងហេតុអីបានវា terminate មកឥឡូវយើងសាកទៅមើល code របស់យើងវិញហើយនេះវាអត់ខអីទេហើយយើងសាកបើក console log វាសាកមើលថាវាកន្លែងអីដែលយើង body យើងបញ្ចូលហ្នឹងវាដើរអត់អញ្ចឹងយើងចុច purpose វា purpose នឹងដើរយើងចុច send submit យើងឃើញថាវាដើរប៉ុន្តែវាអត់ចូលទិន្នន័យយើងឃើញអីដែលយើងបញ្ចូលវាដើរទាំងអស់ឥឡូវយើងសាក់ចូលទៅមើល get ម្ដងវានៅតែអត់ចូលទេអញ្ចឹងយើងទៅមើលកូដភាសាទៀតវាអត់មានបញ្ហាត្រង់ខាងលើនោះទេវាអីដែលមានខាងនេះយើងផ្លេច change វាយើងផ្លេច change វាទៅជា first name last name និងអីអញ្ចឹងវាអត់មានឈ្មោះអស់ហ្នឹងអញ្ចឹងវាអត់ចូលទេអញ្ចឹងយើង change ដូច table យើងទៅ first name last name នៅចុងក្រោយអីនេះខ្ញុំ copy យកមកទៅដោយសារខ្ជិលសរសេរឡើងវិញនេះតបមកយើងសេរួចហើយយើងទៅ run វាម្ដងទៀតសាក់មើលយើងប្រើ put ដដែលហើយយើងចុច send យើងហាក់ success ហើយឥឡូវយើងទៅប្រើ get ហើយយើងចុចបើកវាមើលម្ដងយើងឃើញហើយថាការ update យើងវា success អញ្ចឹងវាអាច change ទិន្នន័យបានហើយចំពោះ function ចុងក្រោយគឺជា function delete ដោយយើងប្រើ method delete យកតែម្ដងហើយយើង delete តាម ID ដូចគ្នាហើយនេះជា query ដើម្បី delete ហើយអត់ផ្សេងដូចគ្នាទេអញ្ចឹងយើងសាកឥឡូវខ្ញុំចង់ delete user មួយនេះខ្ញុំចុចប្រើ method delete ហើយខ្ញុំចុច send ទៅនេះវាចេញពាក្យ delete successful អញ្ចឹងមានន័យថាយើង delete បានហើយយើងឆែកមើលទៅវាអត់មាន user ណាមួយទេនេះយើងឆែកមើលទៀតក៏អត់មានដែរអញ្ចឹងមានន័យថាយើង delete បានជោគជ័យហើយគ្រូក្នុង Node.js របស់យើងចប់ប៉ុណ្ណឹងអរគុណអ្នកនរគ្នាដែលចំណាយពេលស្ដាប់វីដេអូ